Mình cái nhà cha mới xô nhông tha video chập cu thì được mùi ngày muốn nâng ca tranh ai quạt bơ dù mà lấy bông sorry ọt bán cắt video này ai bông con mơ hay sao ta cho được vô tư relate nơi số một no nhưng dư tích ai cu thì được mùi này ho cả tư số một miền xây tràn hay bông ôn ơi thị trấn là miền cầm rong hai ọt bán tư thị trấn ẩm bờ chẳng thấy dừng tục càng như chào sân tư vô pe từ chia ba chỉ vật khuôn anh tích sân pro thang mày vậy đi thì stress mà xây sờ bài chết lời chất mà xây xuống nghe ná bán tư số một bông ôn chẳng dừng vô pe nắng từ chia ba khuôn anh nơi số một so sai lang vinh chạm dừng tờ lòng mặt đọc nông pin vinh dừng phơi cay nghe bà to chia sẻ trên video chặt cô tí đã mua này hỏi bông ôn mơ chẳng à lên cho đôi scan phiêu hấp đi đầm nai cầm sang là bao dương đại dương thua đầm nai chỉ nông pin màu buồn bực sport tới khát có còng đại scan phiêu tam lan khi đi khảo bị đề thì bông ôn ơi cái đề là hô đo cái lại nhâm mà hàng phiêu bực mà lấy to bị nhâm hai cái dương phượng nào to đầu tiên là hô từ đó phải bật này cho bạn plate bảo này mình láng đỏ phải bật từ hai ơi ở dương thời chỉ ô bô to tới đi to tới nè khi dương từ resort mới để mình mua thác full moon rồi có full moon island resort đại sân lớn cọc mới mình mua thác cọc ẩm bờ dưới nó mà bố trong ngay hai tới con nó đừng man cả lỗ thế nhưng mà đang bông bồn đang là nhưng mà chi ô bồn tới đây bông bồn này trong hai từ đó có hai từ nhưng hai chục mũi thì hơi cam phép lượng ô bồn bao nhiêu người ta sân bay đi như đi mình tên thua thành cứ màu sầm mốt bị cái gì bông bồn vân lai hết sầm mốt hiềnពេលកាត់ទុកត្រូវមកសមុទ្រអញ្ចឹងហើយឃើញក្នុងរឿងគេធ្វើអញ្ចឹងខាងខ្លួនឯងមិនឯងរន្ធត់ចិត្តដែលកំហុសតូចមួយហើយឯងមានអារម្មណ៍ថាលោកទាំងមូលស្អប់អញណាទៅហើយមានរឿងច្រើនណាស់ដែលមិនដឹងយំហើយបានធូរចិត្តទីប្រឈមនឹងការពិតទៅអាចកាត់ចិត្តបានបន្ទាប់ពីអូបប្រហែលនាទីក្រោយមកគឺយើងបានមកដល់កោះអំពិលមកដល់ភ្លាមមានអារម្មណ៍ថាកាន់តែស្រស់ស្រាយទៅដោយសារអីយើងបានទម្លាក់ចោលនៅភាពសោកសៅទុកកង្វល់ភាពស្មុគស្មាញអីទាំងអស់ហ្នឹងគឺយើងបានទម្លាក់ចោលបដាហើយយើងមានអារម្មណ៍ថាស្រាលខ្លួនហើយដល់ឲ្យខ្លួនឯងឈាជាមួយនឹងបរិយាកាសនៅសមុទ្រនេះមកស្រូបយកខ្យល់ធម្មជាតិហើយគយគន់ជាមួយនឹង view ជុំវិញហើយកាន់តែពិសេសនោះមកដល់មាន welcome drink ស្វាគមន៍ទៀតអូយពិសេសត្រង់ហ្នឹងព្រោះតាចេញពីភ្នំពេញមករាប់រយគីឡូហើយមកដល់នេះបន្តជីអូបូទៀតអញ្ចឹងមានអារម្មណ៍តែរៀងក្តៅហិហៈតិចហើយប៉ុន្តែបន្ទាប់ពីបាន welcome drink មួយកែវហើយគឺមានអារម្មណ៍ថាតិចធ្វើឲ្យអារម្មណ៍របស់យើងល្អជាមួយនឹងការគយគន់ទេសភាពជុំវិញនេះតែម្ដងហើយបើកលែកមកមើលបងដាក់ដានជើងបងឧត្តមហើយនឹងពូពាក់មីនេះវិញមកដល់សម្រាប់មិនតំបានប្រហែលនាទីស៊ូបួលផងគាត់ស្ទួយបានថៃមួយបាត់ហើយគាត់ទៅគាត់អ្នកជំនាញគាត់ទៅណាក៏ដាក់សទួយទៅតាមខ្លួនអត់ខ្វះទេថៃហូបអញ្ចឹងខ្ញុំសរសើរពួកគាត់ហ្មងគាត់មិនចាំបាច់ស្ពាយមហូបអីទៅណាច្រើនទេមានតែសទួយជាមួយគឺគាត់មានមហូបញ៉ាំហើយបន្តមកទៀតនោះសកម្មភាពបន្តក៏ខ្ញុំសុំខាខ្លះចូលដល់ពេលល្ងាចយប់តែម្ដងយើងទទួលបានអារម្មណ៍មួយគឺអារម្មណ៍បែបអភិជនមហូបនៅលើតុទាំងអស់នេះគឺបែបអឺរ៉ុបបងប្អូនគ្នាដែលមានការរៀបចំពីបងម្ចាស់កោះម្ចាស់ resort moon ម្ចាស់ moon resort ហ្នឹងបងប្អូនពួកយើងអរគុណមែនទែនសម្រាប់ការទទួលយ៉ាងកក់ក្ដៅបាទចាំពេលជាចាញ់ចាំហូបទៅបាទចាំបាទរៀបជុំគ្នាឡូណាកាន់តែនេះនេះហើយកាន់តែ surprise ចំពោះខ្ញុំមួយទៀតនោះគឺគ្រូសា Blogger All Star បាន surprise birthday ខ្ញុំម្ដងទៀតនៅឯកោះ7នេះសម្រាប់ខ្ញុំមានអារម្មណ៍ថារំភើបរីករាយមែនតែនតែមានមនុស្សល្អៗនៅជុំវិញខ្លួនហើយខ្ញុំនឹងចងចាំរូបភាពនិងសកម្មភាពមួយនេះទុកជាអនុស្សាវរីយ៍ជារៀងរហូត
ឈានចូលដល់ថ្ងៃទី2គឺជាថ្ងៃដែលយើងត្រូវត្រឡប់មកភ្នំពេញវិញហើយតែបើសួរខ្ញុំឬក៏បងប្អូនអ្នកផ្សេងថាចង់ត្រឡប់មកក្នុងថ្ងៃនោះវិញអត់ទេបងប្អូនអើយអ្នកណាក៏ដូចអ្នកណាដែរហើយអារម្មណ៍ខ្ញុំសម្រាប់2ថ្ងៃ1យប់នៅអីកោះអំពិលឬក៏ Full Moon Resort ហ្នឹងគឺខ្ញុំរ៉េតឲ្យ10លើ10ហើយទាំងសេវាកម្មទាំងការរាក់ទាក់ការស្វាគមន៍កន្លែងសាក់នៅហើយនឹងផ្សេងទៀតបងប្អូនគឺ10លើ10ហើយសម្រាប់ខ្ញុំហើយអរគុណដល់បងម្ចាស់ Resort មែនតើគាត់បានទទួលពួកយើងយ៉ាងខកក្តៅបើអាចមានឱកាសក្រោយបានមកទៀតគឺពួកយើងរីករាយមែនតើតែម្ដងហើយចង់ប្រាប់កោះអំពិលឬក៏ Full Moon Island Resort ថាបើមានឱកាសយើងជួបគ្នាពេលក្រោយទៀតត្រង់មានតែបងប្អូនរដូវផ្ការីឆ្នាំក្រោយយើងជួបគ្នាទៀតលា